អូខេជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីកម្មវិធីមួយដែលធ្វើឲ្យរូបភាពរបស់យើងនឹងស្អាតហើយមាន color background ខាងក្រោយអ្នកនរគ្នាចឹងអ្នកនរគ្នាចូល Play Store បន្ទាប់មកអ្នកនរគ្នាវាយអក្សរថាយើងវាយលេខ3សិនមកហើយបន្ទាប់មកយើងវាយអក្សរ D អក្សរ L ហើយនឹងអក្សរ U និងអក្សរ T អញ្ចឹងនេះអ្នកនរគ្នាទី2នេះអ្នកនរគ្នាចឹងអ្នកនរគ្នាយកមកហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថាបើកឬមួយក៏ open ណាអ្នកទាំងអស់គ្នាហ្នឹងហើយហើយបន្ទាប់មកយើងយកអាសញ្ញារូបភាពនេះយើងយកកន្លែងហ្នឹងមកអញ្ចឹងវាឲ្យយើងរើសរូបមួយណាឯងដើម្បីដែលយើងចង់កែ color វាខាងក្រោយឬមួយក៏កែរូបភាពមើលទៅរៀងស្អាតជាងមុនកែ background អីចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដើររករូបមួយមកអញ្ចឹងខ្ញុំកំពុងតែរករូបអូខេចាំតិចអ្នកគ្នាចឹងខ្ញុំយករូបidol ខ្ញុំក៏បានដែរយករូប Thena ណែបន្ទាប់មកអ្នកទាំងអស់គ្នាក្រឡេកមើលខាងលើហើយអ្នកទាំងអស់គ្នាយកកដាអ្នកទាំងអស់គ្នាហ្នឹងហើយបន្ទាប់មកវានឹង load បែបនេះអញ្ចឹងកម្មវិធីនេះត្រូវការអ្នកទាំងអស់គ្នាបើកអ៊ីនធឺណិតដែរតើមកអ្នកទាំងអស់គ្នាអស់វាមករកពាក្យថា top លេខ25រូបផ្កាយពណ៌លឿងអ្នកនរគ្នាចុចចំវាមកវានឹងចេញជាតម្រងបែបនេះចាំតិចអ្នកនរគ្នាវាកំពុងតដើរអញ្ចឹងនេះជា color ដែលវាកែឲ្យស្រាប់អញ្ចឹងយើងចុចទៅយើងចង់ឆ្លាញ់មួយណាអូខេនេះសិតតែ color វាកែឲ្យស្រាប់អ្នកនរគ្នាស្អាតទាំងអស់ហ្មងនិយាយរួមកម្មវិធី A ហ្មងអញ្ចឹងសម្រាប់បងប្អូនដែលអត់សូវចេះ edit អីចឹងចូលទៅកម្មវិធីហ្នឹងទៅ background កែឲ្យស្អាតតែម្ដងហើយរូបភាពអីហ្នឹងកែមកអីហ្មងហ្នឹងហើយអ្នកនរគ្នាយើងរើសរូបទៅយើងរើសbackground ណាឬមួយក៏ពណ៌ណាដែលយើងពេញចិត្តអីចឹងណាអ្នកនរគ្នាយើងឆ្លាញ់មួយណាអញ្ចឹងហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាក្រឡេកមើលទៅខាងលើបើសិនជាអ្នកទាំងអស់គ្នាឆ្លាញ់ពណ៌ណាដែលគិតថាពណ៌នឹងស្អាតហើយហ្នឹងឥឡូវខ្ញុំយកអាហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាយកខាងលើចុចសញ្ញាគ្រីសខាងលើមកអានេះនេះអ្នកទាំងអស់គ្នាcolor យើងចង់ដាក់តិចជាងមើលច្រើនអញ្ចឹងអ្នកទាំងអស់គ្នាចុចសញ្ញាគ្រីសមកអ្នកទាំងអស់គ្នាហើយបន្ទាប់មកយើងចង់សាវយើងចុចសញ្ញាព្រួយបាញ់ចុះក្រោមនេះមកយើងចុចពីលើខាងលើហ្នឹងមកអញ្ចឹងវានឹងសាវឲ្យយើងហ្នឹងហើយអញ្ចឹងយើងត្រឡប់វាមកក្រោយសិនមកអញ្ចឹងយើងចូលមើលកន្លែងរូបភាពរបស់យើងមកអ្នកនរគ្នាវានឹងចូលនៅក្នុងហ្នឹងឯងនេះគឺជារូបស៊ីនអ្នកនរគ្នានេះរូបខាងលើនេះអញ្ចឹងដើម្បីចង់បានដែលរូបយើងសាវមិញគឺនៅក្នុងនេះអ្នកនរគ្នានេះយើងចុចចំវាមកនេះរូបដែលយើងកែហើយ color ហ្នឹងហើយហើយមួយនេះគឺជារូបដែលយើងអត់ទាន់បានកែ color គឺវាខុសគ្នាអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយអញ្ចឹងកម្មវិធីហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណសម្រាប់ការចូលមើលហ្នឹងហើយកុំភ្លេចជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទអរគុណច្រើន